ពួកសៀមរងថ្ងៃវាទៅឆាកអន្តរជាតិច្រើនណាបងអើយខ្មែរយើងស្ងាត់មានន័យថាគេបំពេញធ្វើបាបយើងហើយយើងស្ងាត់ឈឹងមានន័យមិនណិតខ្ញុំទៅលះបង់ណាបងអើយទៅ grand opening ហាងចប់តែទៅចំណាយច្រើនណាទៅទីក្រុងកានមកអញដឹងស្រាប់ហើយអូតែលក៏ថ្លៃសបុតជោក៏ថ្លៃធ្វើតណាអីយើងទៅចំណាយច្រើនរាប់ម៉ឺនណាបងអ្នកច្នៃម៉ូដនិងជាគ្រូបង្គោលខាងដើមម៉ូដលោកអូលីវ៉ាត្រៀមនឹងអូសវ៉ាលីឡើងយន្តហោះឆ្ពោះទៅកាន់ទីក្រុងកានប្រទេសបារាំងនៅប៉ុន្មានថ្ងៃខាងមុខជាពេលជាទីកន្លែងដែលលោកនឹងអូសនាំយកទៅជាមួយនៅទុកលំបាកនឹងការជឿចាប់ក្នុងនាមជាប្រជាជាតិខ្មែរមួយរូបត្រូវបរទេសឈ្លានពានលោកម៉ែនសីហាហៅអូលីវ៉ាគង់បានទទួលការអញ្ជើញដោយផ្ទាល់ពីមកស្រោភាពយន្តទីក្រុងកានប្រទេសបារាំងជាលើកទី2កាលពីប៉ុន្មានខែមុនដែលបានក្លាយជាមោទកភាពថ្មីមួយទៀតរបស់លោកផ្ទាល់ក្នុងនាមជាជនជាតិខ្មែរអូលីវ៉ាបានប្រាប់ថាពេលទទួលបានការអញ្ជើញភ្លាមលោកពិតជាសប្បាយរីករាយណាស់ព្រោះថានោះជាទីកន្លែងដែលសិល្បករនិងអិសរាជជនជាច្រើនជុំវិញពិភពលោកប្រាថ្នាចង់ទៅសម្រាប់លោកផ្ទាល់នេះគឺជាឱកាសថ្មីមួយទៀតដែលលោកចង់បង្កើតមោទកភាពថ្មីសម្រាប់ខ្លួនឯងនិងប្រទេសកំណើតរបស់លោកផងសំខាន់ជាងនេះលោកចង់នាំយកភាពជាចាប់ខ្លះៗក្រោមការឈ្លានពានរបស់ថៃទៅកាន់វេទិកាអឺរ៉ុបមួយនេះលោកបានលើកឡើងថាអ្នកឈ្លានពានមួយនេះបានព្យាយាមតាមមធ្យោបាយជាច្រើនដើម្បីប្រែក្លាយកម្ពុជាដែលជាអ្នករងគ្រោះទៅជាអ្នកបង្កហេតុក្នុងខ្សែភ្នែករបស់ពិភពលោកដូច្នេះហើយនេះជាឱកាសដែលលោកនឹងប្រើប្រាស់សម្លេងដ៏ទុយរបស់ខ្លួនតាមរយៈស្នាដៃសិល្បៈទៅប្រាប់ពិភពលោកពីអ្វីដែលបានកើតឡើងមកលើប្រទេសកំណើតរបស់លោកអ្នកច្នៃម៉ូដល្បីឈ្មោះរបស់កម្ពុជាបានលើកឡើងទៀតថាលោកពិតជាស្រណោះចំពោះជាតិក៏ដូចជាទឹកដីកំណើតរបស់លោកនៅចំពោះមុខការឈ្លានពានរបស់អ្នកជិតខាងមួយនេះណាពួកសៀមរងថ្ងៃវាទៅឆាកអន្តរជាតិច្រើនណាបងអើយខ្មែរយើងស្ងាត់មានន័យថាគេបំពេញធ្វើបាបយើងហើយយើងស្ងាត់ឈឹងមានន័យមិនណិតខ្ញុំទៅលះបង់ណាបងអើយទៅ grand opening ហាងចប់តែទៅចំណាយច្រើនណាទៅទីក្រុងកានមកអញដឹងស្រាប់ហើយអូតែលក៏ថ្លៃសបុតជោក៏ថ្លៃធ្វើតណាអីយើងទៅចំណាយច្រើនរាប់ម៉ឺនណាបងតាមលោកអូលីវ៉ានេះមិនមែនជាដំណើរទៅរកប្រាក់នោះទេក៏ប៉ុន្តែជាដំណើរដែលនឹងចំណាយប្រាក់យ៉ាងច្រើននៅក្នុងស្ថានភាពសេដ្ឋកិច្ចកំពុងតែជួបការប្រឈមថែមទៀតយ៉ាងណាលោកបានបង្ហើបថាហាងមាសឈៀងបាក់វ៉ាន់ហុងបានចូលរួមជាអ្នកឧបត្ថម្ភមួយរបស់លោកដែលបានជួយសម្រាលបន្ទុកលោកមួយផ្នែកនៅក្នុងបេសកកម្មដែលលោកហៅថាជាវេលាលាតត្រដាងការពិតពីភាពរងគ្រោះរបស់កម្ពុជានៅលើវេទិកាសិល្បៈអន្តរជាតិលោកអូលីវ៉ានឹងឡើងយន្តហោះឆ្ពោះទៅកាន់ទីក្រុងកានប្រទេសបារាំងនៅរសៀលថ្ងៃទី14ឧសភាខាងមុខនេះដោយរួមដំណើរជាមួយសិល្បករកម្ពុជាមួយចំនួនទៀតតាមកាលវិភាគលោកនឹងត្រូវបង្ហាញខ្លួនចំនួន2ថ្ងៃនៅលើកម្រាលព្រំក្រហមរបស់កម្មវិធីអន្តរជាតិមួយនេះដោយបានពោលពីខាងលើនេះមិនត្រឹមតែជាបេសកកម្មសិល្បៈប៉ុណ្ណោះទេប៉ុន្តែសម្រាប់លោកគឺជាវេទិកាដើម្បីបង្ហាញពីភាពរងគ្រោះរបស់កម្ពុជាក្រោមការឈ្លានពានរបស់យោធាថៃដូច្នេះហើយលោកបានរៀបចំនៅឈុតពិសេសមួយចំនួនសម្រាប់យកទៅបង្ហាញពិភពលោកយ៉ាងណាលោកសូមមិនអធិប្បាយលម្អិតនាពេលនេះក៏ប៉ុន្តែគ្រប់យ៉ាងនឹងលាតត្រដាងនៅលើវេទិកាមកស្របភាពយន្តទីក្រុងកាននាពេលខាងមុខតែលើកនេះទៅខ្ញុំរៀង special បងទៅ special ជាងមុនខ្ញុំត្រៀមហើយអស់ចឹងណាទៅយើងបង្ហាញអ្វីជាខ្មែរហើយនឹងបង្ហាញអំពីប្រទេសជាតិយើងរងគ្រោះអីខ្លះពីពួកអស់ហ្នឹងនិយាយទៅខ្ញុំធ្វើជាវីដេអូហ្មងបង